សូមគោរពជំរាបសួរប្រិយមិត្តទស្សនិកជនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំរស្មីនាំមកជូនមុខម្ហូបមួយមុខទៀតដែរគឺបំពងសាច់ក្រកជាមួយនឹងទឹកមានរសជាតិឈ្ងុយឆ្ងាញ់ពិសានិងមានសម្រស់កាន់តែស្រស់ស្អាតជាដំបូងនាងខ្ញុំមានសាច់ក្រកចំនួនកន្លះគីឡូក៏ប៉ុន្តែថ្ងៃនេះគឺនឹងជួនចៀនតែចំនួន4សាច់ក្រកតែប៉ុណ្ណោះជាបន្តមកទៀតដើម្បីចៀនសាច់ជ្រូកសាច់ក្រករបស់នាងខ្ញុំគឺនាងខ្ញុំដាក់ខ្ទះឲ្យក្តៅហើយនាងខ្ញុំចាក់ទឹកចូលទឹកហ្នឹងគឺទឹកធម្មតាទេពុកម៉ែបងប្អូនទាំងអស់គ្នាទឹកខ្ញុំដាក់មកល្មមព្រោះសាច់ក្រករបស់ខ្ញុំថ្ងៃនេះគឺខ្ញុំចៀនតែចំនួន4តែប៉ុណ្ណោះពេលដែលទឹករបស់យើងចាប់ផ្ដើមរៀងក្តៅហើយគឺយើងចាប់ផ្ដើមមួលសាច់ក្រកយើងចុះឡើងដើម្បីឲ្យវាដាច់ជាកង់ទៅហើយយើងដាក់វាចូលចំណែកឯការចៀនសាច់ក្រកថ្ងៃនេះដែរគឺជាលើកដំបូងសម្រាប់នាងខ្ញុំដែរហើយគឺនាងខ្ញុំធ្លាប់ចៀនសាច់ក្រកដាក់ទឹកចេតែថ្ងៃនេះគឺនាងខ្ញុំសាកលបងចៀនសាច់ក្រកដាក់ទឹកអញ្ចេះតើវាមានរសជាតិបែបណាហើយវាមានពណ៌បែបណាអញ្ចឹងណាចាចឹងតកតងជាមួយនឹងនេះវាខាងក្រៅនោះបើសិនជាយើងបកចេញក៏បានមិនបកចេញក៏បានដែរវាមិនមានយកអ្វីដែលបញ្ហាសម្រាប់សុខភាពទេចឹងសាច់ក្រករបស់នាងខ្ញុំចាប់ផ្ដើមដាក់ចៀនជាមួយនឹងទឹកបណ្ដើហើយខ្ញុំដុតភ្លើងនេះគឺខ្ញុំដុតភ្លើងរឹមបន្តិចម្ដងពេលដែលខ្ញុំចៀនបដើនាងខ្ញុំចាប់ផ្ដើមគិតបដើអូមិនដឹងថាវាបានពណ៌ក្រហមដូចនាងខ្ញុំពេញចិត្តអត់ទេចាហើយចង់ដឹងថាស្អាតមិនស្អាតចាំមើលចុងវីដេអូទៅពុកម៉ែបងប្អូនអរគ្នាអាចឃើញលទ្ធផលហើយពេលដែលសាច់ក្រករបស់នាងខ្ញុំចាប់ផ្ដើមវាជ្រាបចូលទឹកចូលទៅក្រៅនឹងចូលហើយខ្ញុំវល់វាចុះវល់ឡើងដើម្បីឲ្យវាឆាប់ក្រៀមណាហើយពេលវាកូរទឹកអស់គឺវាឆ្អិនល្អចំពោះការចៀនសាច់ក្រកជាមួយទឹកនេះគឺដូចជាមិនមានអ្វីដែរជាពិបាកគ្រាន់តែយើងនៅចំណាយពេលវេលាប្រែវាចុះប្រែឡើងអីអញ្ចឹងណាហើយមួយទៀតចំណេញខ្លាញ់ទៀតឬក៏ប្រេងឆាយទៀតពុកម៉ែបងប្អូនអរគ្នាហើយរសជាតិវាប្លែកម្យ៉ាងបើសិនជាអ្នកអត់សូវចូលចិត្តខ្លាញ់ឬក៏រងើមអីគឺយើងប្រើអញ្ចឹងក៏ជំនួយច្រើនដែរចឹងសាច់ក្រករបស់នាងខ្ញុំក៏ចាប់ផ្ដើមកូកទឹកបដើហើយខ្ញុំចាប់ផ្ដើមប្រែវាបន្តិចទៀតផែចុះផែឡើងទៀតវាចាប់ផ្ដើមក្រហមបន្តិចម្ដងហើយចាពេលដែលសាច់ក្រកយើងចាប់ផ្ដើមក្រហមបន្តិចម្ដងចេះយើងព្យាយាមយ៉ាងណាផែវាបន្តិចម្ដងតែបងប្អូនទាំងអស់គ្នាមិនប្រែវាខ្លោចអញ្ចឹងគឺយើងត្រូវការពេលវេលាបន្តិចដើម្បីវាប្រែវាណាបន្ទាប់ពីយើងផែចុះផែឡើងសាច់ក្រកក៏ចាប់ផ្ដើមចេញពណ៌ក្រហមស្អាតគួរឲ្យពេញចិត្តដែរចំណែកឯសំឡេងសត្វយំនៅនេះគឺខ្ញុំបាន record សំឡេងមួយនេះគឺនៅឯក្រោយផ្ទះរបស់នាងខ្ញុំអញ្ចឹងក្រោយផ្ទះរបស់នាងខ្ញុំមានដំណាំជាច្រើនមានដើមខ្វិតមានដើមត្រក្រុងមានពោតមានស្លឹកគ្រៃមានត្រួយអំពិលមានរមៀតមានខ្ជាយមានបទីកទុយក្រពើមួយដើមធំប៉ុន្តែមិនសូវបានថតពុកម៉ែបងប្អូនអរគ្នាទស្សនាទេចឹងពេលក្រោយខ្ញុំនឹងថតបង្ហាញនៅទស្សនាចឹងសាច់ក្រករបស់ខ្ញុំចាប់ផ្ដើមក្រហមមែនតើហើយក៏វាចាប់ផ្ដើមចេញពណ៌កាន់តែជួយចិត្តដែរ
តែគ្រាន់តែថាថ្ងៃនេះខ្ញុំផែនភ្លើងខ្លាំងតិចចឹងវារៀងខ្លោចខ្ទះប៉ុន្តែសាច់ក្រកគឺវាអត់ខ្លោចទេវាឆ្ងាញ់ល្អតែម្ដងតែខ្ទះយើងប៉ុណ្ណឹងវាមិនអីទេចាខ្ញុំ record សំឡេងប្រើខ្ញុំបង្ហាញឬក៏ចូលវីដេអូនេះប្រើពុកម៉ែបងប្អូនអរគ្នាហៅបាយប្រើទៀតហើយដោយសារសាច់ក្រកខ្ញុំគឺវាទំនងពេកវាពោវាស្រស់ស្អាតហើយពេលយើងហាន់ហូបទៅឡើងស្រួយហ្មងពុកម៉ែបងប្អូនអរគ្នាធ្វើបណ្ដើហេវបាយប្រើចាអញ្ចឹងសាច់ក្រករបស់នាងខ្ញុំចាប់ផ្ដើមឆ្អិនប៉ុន្តែខ្ញុំចាប់ផ្ដើមដួសវាដាក់ចានចាដល់ពេលដួសដាក់ចានទៅខ្ញុំប្រើវែកសឹកទឹកដើមត្រាំងណាអញ្ចឹងវាល្អិលឡើងគឺនាងខ្ញុំយកកញ្ចាប់តែម្ដងទៅចាហើយសាច់ក្រករបស់ខ្ញុំចៀនចំនួន4ដល់ពេលចៀនចុះចៀនឡើងនៅសល់តែ3ចាដោយសារប្អូនរបស់នាងខ្ញុំមកពីលើផ្ទះគាត់ហេវពេលចឹងគាត់ថាអូសុំមួយសិនចាក៏ខ្ញុំឲ្យគាត់មួយទៅចឹងនៅសល់តែ3ទេសាច់ក្រករបស់នាងខ្ញុំតទៅពីសាច់ក្រករបស់នាងចៀនឆ្អិនហើយក៏នាងខ្ញុំចាប់ផ្ដើមយកវាមកហាន់ជាចំណិតស្ដើងដើម្បីហូបជាមួយនឹងទឹកត្រីកោះកុងហើយនឹងហូបជាមួយនឹងបាយពេលល្ងាចចាជាម្ហូបមួយមុខទៀតបន្ថែមណាខ្ញុំមានម្ហូបមួយមុខហើយប៉ុន្តែខ្ញុំបន្ថែមសាច់ក្រកមួយមុខទៀតចឹងខ្ញុំហាន់ជាមួយនឹងកំបិតហើយខ្ញុំប្រើកញ្ចាប់ចេះដល់ពេលហាន់ចុះហាន់ឡើងទៅដូចរៀងយូរពេកយើងនឹងប្រើដៃតែម្ដងតែចំពោះការខ្ញុំប្រើដៃនេះគឺដោយសារដៃខ្ញុំលាងទឹកស្អាតហើយជាងទឹកខ្ញុំអាចកាន់វាបានហើយហាន់វាចង់ឲ្យបានស្ដើងល្អអញ្ចឹងណាចាហើយពេលនាងខ្ញុំឃើញសាច់ក្រកចេះនាងខ្ញុំតែងតែនឹកឃើញនៅបាយសាច់ក្រកជាមួយនឹងសាច់ជ្រូកនិងជ្រក់នៅមុខវិទ្យាល័យដូចជាស៊ីមតកែវខ្ញុំហូបvớiប្អូនរបស់ខ្ញុំគឺឆ្ងាញ់មែនទែនប្រហែលជាគេជៀនវិធីហ្នឹងរសជាតិដូចគ្នាតែម្ដងចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើជាបាយប្រអប់លក់អីពេលព្រឹកមួយសាច់ជ្រូកមួយសាច់គោអីមានសាច់ក្រកចេះដាក់ដោយការខ្ញុំហូបនៅជាស៊ីមតកែវឆ្ងាញ់មែនទែនហើយបាយនេះអត់សូវថ្លៃទេតែប្រហែលជា2500ដល់3000នេះមួយចានហើយរសជាតិក៏ឆ្ងាញ់រសជាតិដើមចឹងនឹងខ្ញុំចង់បង្ហាញកន្លែងនេះគឺសាច់ក្រកហ្នឹងមានរសជាតិដូចគាត់លក់អញ្ចឹងមានថាវិធីចៀនគាត់ប្រហែលជាគាត់ចៀនបែបហ្នឹងចឹងខ្ញុំចៀនលើកទី1គឺបានលទ្ធផលបែបនេះហើយក៏មានរសជាតិឆ្ងាញ់ហើយពណ៌ក៏វាស្រស់ស្អាតដែរចឹងពុកម៉ែបងប្អូនតនេអាចឆ្លៀតធ្វើនិងសាកល្បងធ្វើដូចនឹងខ្ញុំដែរអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដាននៅវីដេអូរបស់នាងមកធ្វើម្ហូបរបស់នាងខ្ញុំហើយជូនពរសំណាងល្អសុខភាពល្អហើយសូមតំណងពុកម៉ែបងប្អូនអរគ្នាកុំភ្លេចជួយ like ឬក៏ comment ឬក៏ subscribe នៅវីដេអូរបស់នាងខ្ញុំដើម្បីនាងខ្ញុំបន្តធ្វើវីដេអូផ្សេងៗទៀតចែករំលែកចំណេះដឹងធ្វើម្ហូបដល់ពុកម៉ែបងប្អូនអរគ្នាជម្រាបលាពីនាងខ្ញុំរស្មី